តោះបងប្អូនយើងមកមើលពីវិធីចម្អិននិងគ្រឿងផ្សំនៃកាពិផាវទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះផងដែរគឺយើងមានតួអង្គសំខាន់គឺកាពិយើងយកមកពីខេត្តកំពតនិងបង្គាក្រៀមក៏យកពីខេត្តកំពតដូចគ្នាដែរមានសាច់ជ្រូកសណ្តែកដីលីងខ្ទឹមសខ្ទឹមក្រហមនិងម្ទេសក្រៀមហើយនឹងមានគ្រឿងទេសផ្សេងបន្ថែមទៀតដែលយើងប្រើប្រចាំថ្ងៃនឹងឯងចំពោះសាច់ជ្រូកយើងជ្រើសរើសយកវិធីចិញ្ច្រាំដោយដៃជាយើងយកសាច់មកកិនព្រោះបានរក្សារសជាតិដើមនិងឆ្ងាញ់ជាងយើងកិនអញ្ចឹងណាបងប្អូនតោះបងប្អូនយើងមកមើលពីវិធីចម្អិនវិញអញ្ចឹងឥឡូវយើងបានបំពងខ្ទឹមឲ្យក្រហមឈ្ងុយហើយទើបយើងដាក់ម្ទេសក្រៀមចូលច្របល់ឲ្យសព្វសាច់យើងកូរសព្វសាច់ហើយឥឡូវយើងត្រូវដាក់ស្ករត្នោតចូលបន្ថែមទៀតបន្ទាប់ពីដាក់ស្ករត្នោតកូរសព្វហើយដល់ពេលយើងត្រូវដាក់តួអង្គសំខាន់គឺកាពិរបស់យើងអូខេដាក់កាពិរួចហើយដល់ពេលដែលត្រូវដាក់បង្គាក្រៀមយើងម្ដងកូរនិងច្របល់បង្គាក្រៀមសព្វសាច់ស្មើដៃច្របល់បង្គាក្រៀមសព្វសាច់បន្តិចហើយដល់វគ្គសាច់ជ្រូកចិញ្ច្រាំយើងម្ដងចំពោះសាច់ជ្រូកចិញ្ច្រាំនេះយើងឆានិងច្របល់រៀងប្រើពេលយូរជាងគ្រឿងផ្សំផ្សេងបន្តិចហើយរៀងស្ងួតឆ្អិនបន្តិចទើបយើងដាក់ខ្ទិះដូងដែលជាគ្រឿងផ្សំចុងក្រោយគេហើយរំងាស់ឲ្យរៀងស្ងួតទឹកបន្តិចនោះកាពិផាវរបស់យើងដល់ពេលដែលត្រូវឆ្អិនជាការស្រេចហើយបងប្អូនតោះបងប្អូនអញ្ចឹងកាពិផាវយើងបានឆ្អិនជាស្ថាពរហើយយើងមកមើលបន្លែដែលត្រូវញ៉ាំវិញជាក់ស្ដែងបន្លែនេះគឺមានច្រើនចម្រុះដោយសារតែខាងបងប្អូនរៀបចំសម្រាប់អតិថិជនដែលបានកម្មង់ទុកណាតែសម្រាប់បងប្អូនផ្ទាល់វិញគឺចេះញ៉ាំនិងចូលចិត្តតែប្រភេទពពាយមើមឆៃថាវក្រហមនិងស្វាយចាស់អញ្ចឹងសម្រាប់បងប្អូនទស្សនាជាក់ស្ដែងចំណង់ចំណូលចិត្តចង់ញ៉ាំអីចូលចិត្តអីយើងអាចរៀបចំតាមចំណូលចិត្តយើងជាក់ស្ដែងដូចអ្វីដែលមាននៅក្នុងរូបនេះក៏បានអញ្ចឹងណាចឹងអរគុណដែលបានតាមដានទស្សនាវីដេអូរបស់នំណែតជួបគ្នាវីដេអូក្រោយអរគុណច្រើនជម្រាបលា